วิธีกลจำนวนទស្សភាគជាមួយនឹងចំនួនទស្សភាគចាអញ្ចឹងដើម្បីគុណចំនួនទស្សភាគជាមួយនឹងចំនួនទស្សភាគបានចាគុណធ្វើការគុណដោយទៅនឹងចំនួនគុណដែរចា14.68គុណជាមួយនឹង73.51ចា6 8ដងចា48សរសេរលេខ8ត្រាទុក4 6 6ដង36 36បូក4 40សរសេរលេខ0ត្រាទុក4 6 4ដង24 24បូក4 28សរសេរលេខ8ត្រាទុក2 6ម្ដង6 6បូក2 5 3ចាគុណលេខ3ម្ដងគុណ3 8ដង24ចាសរសេរលេខ4នៅត្រាទុក10សរសេរលេខ4ត្រាទុក2 3 6ដង18 18បូក2 20សរសេរលេខ0ត្រាទុក2 3 4ដង12 12បូក2 14សរសេរលេខ4ត្រាទុក1 3ម្ដង3 3បូក1 4ចាគុណលេខ7 7 8ដង56សរសេរលេខ6ត្រាទុក5 7 6ដង42 42បូក5 47សរសេរលេខ7ត្រាទុក4 7 4ដង28 28បូក4 32សរសេរលេខ2ត្រាទុក3 7ម្ដង7 7បូក3 10ចាបន្តមកទៀតកូនធ្វើប្រមាណវិធីបូកចា8នេះអីបូកតុំលក្ខ0បូក4 4 8បូក6 14សរសេរលេខ4ត្រាទុក1 1បូក8 9 9បូក4ចា13 13បូក7 20សរសេរលេខ0ត្រាទុក2 2បូក4 6 6បូក2 5 3សូនអីបូកទម្លាក់ចាមួយនេះអត់អីបូកយើងទម្លាក់ចាបន្តមកទៀតកូនត្រូវមើលទៅលើចំណុចទស្សភាគចាអញ្ចឹងចំណុចទស្សភាគរបស់យើងកូនមើលខាងលើគឺមាន1 2ចាខាងក្រោមគឺមាន1ចាអញ្ចឹងកូនធ្វើការបូកបញ្ចូលគ្នាទាំងអស់1 2 3ចាអញ្ចឹងកូនត្រូវរំកិលចំណុចទស្សភាគមកឆ្វេងចំនួន3ខ្ទង់ដូចគ្នា1 2 3ចាអញ្ចឹងចម្លើយស្មើ1080.448ចា1080.448